មេរៀននេះគឺជាមេរៀនតកតងជាមួយនឹងការរៀបចំ ad account បាទដើម្បីត្រៀមនៅក្នុងការ boost បាទព្រោះនឹងស្រាប់ហើយថា ad account របស់យើងបើសិនជា ad account ដែលយើងមិនតបានរៀបចំឲ្យសមរម្យអញ្ចឹងណាបាទបើសិនយើងមិនតបានបំពេញតំណែងជាច្រើនយ៉ាងដែលគេតម្រូវយើងបំពេញបើសិនយើងដាក់ boost តាមរយៈគេនឹងទាមទារឲ្យយើងបំពេញអញ្ចឹងដើម្បីកុំខាត់ពេលយើងទៅបំពេញអស់នេះតើគេត្រូវធ្វើមិនខ្លះបាទអូខេបាទជំហានដំបូងគឺយើងចូលទៅកន្លែងmeta ad មកបងប្អូនបាទចូល meta ad ហើយយើងសង្កេតមើលកន្លែងsetting បាទ setting ខាងមុនខាងលើហ្នឹងបាទនៅពេលយើងចុចចំ setting ហើយយើងទៅខាងស្ដាំ setting ស្ដាំម្ដងទៀតបាទនៅពេលដែលយើងចូលមកកន្លែង setting កន្លែងនេះគឺយើងចូលទៅកន្លែង payment បាទខាងលើគេបោះហ្នឹងបាទនៅពេលដែលយើងមករៀបចំកន្លែង payment ហ្នឹងអ្វីដែលយើងត្រូវបំពេញគឺកន្លែង payment method ហ្នឹងហើយ add card អីចឹងណាអញ្ចឹងមេរៀនដំបូងមុនហ្នឹងគឺមានបរិញ្ញាបត្រស្រាប់ហើយបាទហើយក៏យើងមកកន្លែងពេលថា business info មកបាទនៅពេលដែលយើងចូលមកកន្លែង business info យើងត្រូវរើសតាក់ទងជាមួយនឹង time zone របស់យើងបាទណាហ្នឹងហើយដំបូងគឺយើងដាក់ឈ្មោះបាទថាយើងនៅប្រទេសណាបាទដូចខ្ញុំនៅថៃអញ្ចឹងខ្ញុំក៏ដាក់ថា Thailand បាទហើយយើងរើសជាលុយបាទណាបងប្អូនរើសជាលក្ខណៈលុយដុល្លារយើងក៏ដាក់ដុល្លារអញ្ចឹងណាចំណែកខ្ញុំរើសថៃបាតបាទណាបាទថៃបាតចំណែកកន្លែង time zone នេះគឺយើងរើសបើសិនជាយើងនៅបាងកកយើងក៏រើសបាងកកណាហ្នឹងហើយដូចខ្ញុំរើស time zone បាងកកស្រាប់ហើយបាទណា Asia បាទ Bangkok Asia បូក07បាទហើយក៏ឈ្មោះ ad name របស់យើងត្រូវដាក់ ad name បែបអញ្ចឹងណាសម្រាប់បងប្អូនជាលក្ខណៈក្រុមហ៊ុនគឺយើងដាក់ឈ្មោះក្រុមហ៊ុនរបស់យើងក៏បានដែរអាស័យដ្ឋានដែលយើងត្រូវបំពេញបាទអាស័យដ្ឋានកន្លែងនេះគឺដាក់អាស័យដ្ឋានកន្លែងគឺខេត្តឬจังหวัดដែលយើងរស់នៅអញ្ចឹងណាបងប្អូនបាទចំណែកក្រោមនេះគឺoption នេះគឺយើងបំពេញបើសិនយើងចុះឈ្មោះជាលក្ខណៈក្រុមហ៊ុនគឺយើងមានឯកសារយើងយកមកបំពេញបានជាលេខអាជ្ញាប័ណ្ណអញ្ចឹងណាបាទបើនៅថៃគេប្រើលេខតាក់ទងជាមួយនឹងចុះបញ្ជីក្រុមហ៊ុនណាហ្នឹងហើយលេខដែលយើងបានអាជ្ញាប័ណ្ណក្រុមហ៊ុនអញ្ចឹងណាគេមានជាលេខរបស់គេប្រហែលខ្ទង់13ខ្ទង់អញ្ចឹងយើងមកដាក់កន្លែងហ្នឹងណាបងប្អូនបាទសម្រាប់បងប្អូនអត់មានក៏មិនចាំបាច់ដាក់ក៏បានដែរបងប្អូនកន្លែងហ្នឹងមិនចាំបាច់ដាក់ក៏បានដែរបាទហើយរួចហើយគឺយើងក៏ចុចពាក្យថា save ណាបងប្អូនណាហ្នឹងហើយនៅពេលដែលយើង save ហើយគឺយើងបានបំពេញកន្លែងនឹងរួចរាល់ហើយបាទជំហានដំបូងគឺបងប្អូនខ្ញុំណែនាំឲ្យបងប្អូនចុចកន្លែងបញ្ចូលលុយទេបើសិនជាសម្រាប់បងប្អូនឯថ្មីបាទកុំតន់ចុចបញ្ចូលលុយបាទបើសិនយើងត្រូវការបែបឲ្យ Facebook កាត់ពីកាតធនាគាររបស់យើងបែប auto គឺកុំតន់បញ្ចូលលុយណាបងប្អូនបាទសម្រាប់បងប្អូនដែលបញ្ចូលលុយហើយគឺវាទៅខ្លាចទៅជារបបបញ្ចូលលុយបាទហើយនៅពេលដែលខ្លាចទៅជារបបបញ្ចូលលុយវាធ្វើឲ្យ ad account របស់យើងនឹងអត់សូវមាន credit ទេអញ្ចឹងណែនាំអត់តន់ឲ្យបញ្ចូលលុយទេសម្រាប់បងប្អូនដែលថ្មីអញ្ចឹងណែនាំឲ្យយើងភ្ជាប់កាតហើយយើងកុំតន់បញ្ចូលលុយយើងសាក់ boot សិនដើម្បីឲ្យវាកាត់ពីកាតអត្តនោម័តអញ្ចឹងណាបងប្អូនបើមិនអញ្ចឹងទេយើងទៅប្រើរបបបញ្ចូលលុយនៅពេលដែលយើងអត់មានលុយគឺយើង boot account ទេបាទអញ្ចឹងនៅពេលដែលយើងនិយាយទៅបើអត់មានលុយដែលយើងបញ្ចូលគឺ boot account បដ ாய் បើមិនយើងអត់តន់បញ្ចូលលុយបើវាកាត់ពីកាតអត្តនោម័តនៅពេលដែលយើងអត់បាននៅពេលដែលយើងបញ្ជាកាត់ពីកាតអត្តនោម័តមែនទេអញ្ចឹងហើយនៅពេលដែលយើងអត់បានបញ្ចូលគឺយើងអាចចុច boost បានដូចគ្នាហ្នឹងហើយអញ្ចឹងយើង boost សិនយើងចាំចាយលុយតាមក្រោយក៏បានដែរសម្រាប់បងប្អូនដែលគាត់មាន credit អញ្ចឹងណាបាទអញ្ចឹងនេះគឺជាមេរៀនសម្រាប់ការរៀបចំ ad account របស់យើងមុននឹងរៀបចំការ boost អញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងទៅមើលមេរៀនថ្មីទាំងអស់គ្នាទៀត